តែប៉ុន្តែដែលការប្រើប្រាស់ plastic ជារៀងរាល់ថ្ងៃហ្នឹងគឺធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពធ្ងន់ធ្ងររហូតទៅដល់ប៉ះពាល់ទៅដល់អាយុជីវិតផងហើយថ្ងៃនេះខ្ញុំមានកិច្ចសន្ទនាមួយដែលចង់ពិភាក្សាស៊ីជម្រៅស្ដីអំពីប្រធានបទការប្រើប្រាស់ plastic និងការគ្រប់គ្រងសម្រាម plastic ហើយវាគ្មិនដែលយើងនឹងចូលរួមនៅក្នុងថ្ងៃនេះគឺបងសុធាវីអាតដែលគាត់ជាស្ថាបនិកនៃ Think Plastic ជម្រាបសួរបងសុធាវីចាបងសុធាវីដោយសារតែបងជាដែលយើងនិយាយអង់គ្លេសថា plastic use advocate ណាចាអញ្ចឹងខ្ញុំចង់សួរអំពីប្រវត្តិនៃការប្រើប្រាស់ plastic តិចនៅក្នុងស្រុកខ្មែរយើងតើស្រុកខ្មែរយើងសង្កេតឃើញថាមាន plastic កើនឡើងនឹងចាប់ពីពេលណាមកខ្ញុំប្រហែលជានិយាយតាក់ទងទៅជាមួយនឹងពេលដែលខ្ញុំធំមកណាពីព្រោះបើមុនពីខ្ញុំធំមកទៀតខ្ញុំអត់តបានទៅមើល research អីថាគេមានពីពេលណាប៉ុន្តែចំពោះខ្ញុំនៅពេលខ្ញុំចាប់ផ្ដើមធំមកហើយដឹងក្តីភ្លាមហ្នឹងគឺខ្ញុំចាប់ផ្ដើមឃើញ plastic ហើយចាអញ្ចឹងជំនាន់ហ្នឹងវាមានដែរមិនសូវច្រើនទេហើយអ្វីដែលខ្ញុំនៅចាំគឺនៅពេលប៉ាខ្ញុំមានស្បោងខ្មៅមួយប៉ុណ្ណេះគាត់ប្រើម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតតាំងពីដាក់របស់ដែលអត់លិចទឹកបានរហូតដល់ទៅពេលវាធ្លាយទៅយកទៅដាក់អីផ្សេងនៅពេលធ្លាយធំបន្តិចទៅយកទៅដាក់គោលយកទៅដាក់អីចឹងទៅចឹងនិយាយថាជំនាន់នោះដោយសារយើងអត់សូវសម្បូរអញ្ចឹងនៅពេលមានគឺយើងប្រើឡើងគេថាអស់សាច់ហ្មងចាប្រើឡើងអស់ដល់អស់តម្លៃរបស់វាចាអាហ្នឹងគឺនៅពេលដែលអញ្ចឹងគឺចាប់ផ្ដើមឃើញមកហើយដំបូងបន្តមកទៀតហ្នឹងគឺចាប់ផ្ដើមឃើញដបទឹកសុទ្ធចាដបទឹកសុទ្ធច្រើនហើយដបទឹកសុទ្ធហ្នឹងដូររូបរាងតាមពេលវេលាអញ្ចឹងណាតាមចឹងនិយាយថាសង្គមកាន់តែទំនើបឃើញម៉ូដកាន់តែច្រើនបើដំបងឡាយនោះឃើញតែដបធំប៉ុណ្ណេះទុនអញ្ចឹងណាចាឥឡូវអាហ្នឹងដូចដាច់ពូជទេរឡើងឃើញដបហ្នឹងដូចបកចាហើយដល់ពេលក្រោយមកទៀតទៅបានខ្ញុំគាត់ថាប្រហែលជាផុតចូលដើមឆ្នាំ2000ហើយបានចាប់ផ្ដើមឃើញប្រអប់ស្នោហ្នឹងមកដំបងក៏មានអារម្មណ៍ថាដូចគេហៅថារបស់ដែលលយខ្លាំងបានដាក់អីក្នុងប្រអប់ស្នោគេលក់អីចឹងម្នាក់មើលទៅអូយដូចមានអារម្មណ៍ថាដូចរបស់ VIP ចឹងចាហ្នឹងហើយដំបងដូចមិនសូវសម្បូរច្រើនដែរទេមានតែមួយប្រភេទទេអពណ៌សប៉ុណ្ណឹងតែដល់ទៅពេលឆ្នាំរបស់យើងនឹងកាន់តែកើនឡើងទៅចូលដល់2000ឡើងច្រើនដូចជិតដល់2010ហូបពី2010អីមកទៀតទៅសង្គមកាន់តែរីកចម្រើនអ៊ីនធឺណិតកាន់តែលឿន plastic ក៏កាន់តែលឿនដែរដោយសារតែឥឡូវហ្នឹងគឺគេថាគេ customize តម្រូវទៅតាមអ្វីដែលជាតម្រូវការហ្មងណាចាចង់ទឹកជ្រលក់ក៏មានកំប៉ុងណាចង់អាជ្រុងប៉ុណ្ណេះក៏មានអាប៉ុណ្ណេះក៏មានយល់មកអាប៉ុណ្ណាក៏មានដែរទៅតាមតម្រូវការដល់ពេលអញ្ចឹងទៅយើងចាប់ផ្ដើមឃើញថាវាច្រើនមែនតើចង់និយាយថាចង់រ៉ូម៉ូតអីក៏បានដែរអញ្ចឹងហើយរ៉ូម៉ូតអីក៏បានណារ៉ូនៅក្នុងហាងក៏បានរ៉ូនៅក្នុងធុងសម្រាប់ក៏បានរ៉ូនៅលើផ្លូវក៏បានណាចារបស់ប្រើប្រាស់សពថ្ងៃទាំងអស់និយាយទៅដូចតាំងពីក្បាលដល់ចុងជើងគ្រប់យ៉ាងគឺភាគច្រើនសិតតែមាន plastic ទាំងអស់ចាការប្រើប្រាស់ plastic មិនមែនថាវាអាក្រក់រហូតទេទាំងអស់ទេវាក៏មានការប្រើប្រាស់ដែលវាជួយទៅដល់ការរស់នៅប្រចាំថ្ងៃដែរចាប៉ុន្តែសម្រាប់ការសន្ទនានេះយើងផ្ដោតលើគេហៅ single use plastic ចាប្រើម្ដងបោះចោលចាប្រើម្ដងបោះចោលហ្នឹងហើយខ្ញុំឃើញរដ្ឋាភិបាលមិនថារដ្ឋាភិបាលឬក៏បណ្ដាសហគ្រាសសហគមន៍ឬក៏អង្គការក្រៅរដ្ឋាភិបាលគាត់តែងតែជាប្រចាំលើកទឹកចិត្តថាសូមឲ្យយើងនឹងជួយបរិស្ថានដោយការកាត់បន្ថយប្លាស្ទិកចាប៉ុន្តែខ្ញុំចង់ត្រឡប់ទៅវិញបន្តិចតើការប្រើប្រាស់ប្លាស្ទិកហ្នឹងទៅវាប៉ះពាល់យ៉ាងម៉េចខ្លះព្រោះខ្ញុំគិតថាប្រជាជនយើងមួយចំនួនគាត់អត់ទាន់បានស្វែងយល់ថាទំហំនៃការប៉ះពាល់ហ្នឹងប៉ុណ្ណាបើយើងនិយាយ plastic វាមានច្រើនប្រភេទមិនចឹងត្រូវទេចាតែថ្ងៃនេះយើងនិយាយតែពីប្រភេទម្ដងប្រើបោះចោលហើយម្ដងប្រើបោះចោលហ្នឹងបើសិនយើងមើលទៅភាគច្រើនគឺនៅក្នុងវិស័យម្ហូបចំណីអាហារហើយនិងភេសជ្ជៈអីហ្នឹងហើយចាដូចមានច្រើនជាងគេដែលយើងមើលឃើញថង់ចាដែលយើងច្រកស្អីហ្នឹងមានគ្រប់ខ្នាតហ្នឹងមានប្រអប់ស្នោជ័រអញ្ចេះអីហ្នឹងស្លុកសមស្លាបពេលឬក៏កំប៉ុងបឺតអីហ្នឹងគឺសុទ្ធតែប្រភេទប្រើម្ដងបោះចោលហើយចាហើយអាហ្នឹងដែលយើងមើលឃើញទៅជាបញ្ហាច្រើនជាងគេព្រោះដោយសារអីដោយសារឃើញសម្រាប់នោះវាច្រើនជាងគេវាឃើញគ្រប់ពេលវេលាគ្រប់ទីកន្លែងណាចាបើយើងនិយាយអំពីផលប៉ះពាល់វិញនិយាយទៅខ្ញុំមិនមែនជាអ្នកវិទ្យាសាស្ត្រទេណាចាប៉ុន្តែខ្ញុំចង់និយាយថាយើងប្រើគំនិតសាមញ្ញដើម្បីគិតទេម្ហូបទាំងអស់ដែលគេប្រើវេចខ្ចប់ហ្នឹងគឺគេប្រើវេចខ្ចប់ភាគច្រើនដូចម្ហូបក្តៅដូចបាយស្រូបដួសចេញមកក្តៅកាទៀវឬក៏ស្អីហ្នឹងម្ហូបចំណីអាហាររបស់យើងហ្នឹងគឺសិតរបស់ក្តៅទាំងអស់មិនចឹងត្រូវទេហើយដល់ពេលយើងដាក់ចូលទៅក្នុងប្រអប់ហ្នឹងហើយដល់ពេលយើងដាក់ចូលអញ្ចឹងយើងសួរយើងទាំងអស់គ្នាមើលសួរថាយើងធ្លាប់ទិញរបស់ហ្នឹងប្រើទាំងអស់គ្នាធ្លាប់ដែរធុំក្លិនអត់ដែលគេនិយាយមកហ្នឹងគឺថាវាអាចចេញជាតិគេហៅថាជាតិគីមីមួយចំនួនព្រោះដោយសារ plastic ហ្នឹងវាមិនធ្វើពីសារជាតិគីមីមិនចឹងត្រូវទេចាអញ្ចឹងវានឹងអាចចូលក្នុងម្ហូបអាហាររបស់យើងអញ្ចឹងយើងគិតតែប៉ុណ្្នឹងទៅអញ្ចឹងថាតើវាអាចមានផលប៉ះពាល់អត់ទៅដល់បញ្ហាសុខភាពរបស់យើងបើមិនជាយើងជាអ្នកដូចថាទិញអាហារពេលព្រឹករងថ្ងៃទិញរបស់ខ្ចប់រងថ្ងៃយើងប្រើអាហ្នឹងនៅក្នុងនឹងរាល់ថ្ងៃណាអញ្ចឹងឱកាសនៅក្នុងការដែល
វាធ្វើឲ្យប៉ះពាល់សុខភាពរបស់យើងក៏វាមានច្រើនទៅតាមនឹងដែរអញ្ចឹងណាហើយខ្ញុំតាមមើលរបាយការណ៍ research អីផ្សេងៗដែលគេនិយាយតាក់ទងមួយផលប៉ះពាល់ plastic ហ្នឹងវាមានប៉ះពាល់ដូចជាតាក់ទងជាមួយនឹងរឿងមហារីកចាឱកាសក្នុងការកើតជំងឺមហារីកទៅហើយឱកាសនៅក្នុងការដែលអាចធ្វើឲ្យគេថាផលប៉ះពាល់ទៅដល់អុកម៉ូនចាឧមាដូចក្មេងៗអញ្ចឹងពេលដែលចាប់ផ្ដើមធំមកអីចឹងអុកម៉ូនអាចមានការប្រែប្រួលដោយសារបើសិនមានកម្រិតដូចថាទទួលផលប៉ះពាល់ពីអាជាតិគីមីនៃ plastic ហ្នឹងមានច្រើនពេកយល់មានផលប៉ះពាល់ច្រើនទៅតាមកម្រិតនៃប្រភេទ plastic ដែលគាត់ប្រើហើយនឹងដូចថាកម្រិតដែលគាត់ទទួលអាជាតិគីមីហ្នឹងចេញពី plastic ហ្នឹងត្រឡប់មកវិញមកដល់យើងទាំងអស់គ្នាអញ្ចឹងអាហ្នឹងសាមញ្ញទេព្រោះខ្ញុំគិតថាបងប្អូនទាំងអស់គ្នាក៏ធ្លាប់ជួបប្រទេសដែរអញ្ចឹងណាម្ហូបនឹងឬក៏អីនឹងដាក់ចូលក្នុងនឹងយូរពេកទៅដល់ពេលម្ហូបវាគួរតែធុំក្លិនម្ហូបតែពេលដកចេញមកវាទៅធុំក្លិនចោគីមី plastic ហ្នឹងហើយចោវិញតែមកប៉ុណ្្នឹងខូចរូបរាងទៀត plastic ហ្នឹងរហូតដល់ក្តៅដល់គាត់អាលាយអាលួយអញ្ចឹងទៀតហ្នឹងហើយចាសូអញ្ចឹងយើងអាចយល់បានណាអូខេបងអញ្ចឹងសម្រាប់ plastic ដែលយើងប្រើប្រាស់ក្នុងជីវិតរាល់ថ្ងៃហ្នឹងគឺយើងមានប្រភេទកម្រិតទេយើងមានកម្រិតគុណភាពទេដែលគេអាចកាត់បន្ថយជាតិគីមីឬក៏យ៉ាងម៉េចអាហ្នឹងចំណុចហ្នឹងខ្ញុំដូចជាអត់សូវច្បាស់ទេប៉ុន្តែអ្វីដែលខ្ញុំដឹងហ្នឹងគឺ plastic ហ្នឹងវាមានកម្រិតរបស់វាអញ្ចឹងណាចាគេមាន grade បើសិនឧបមាថាយើងមើលទៅលើដបទឹកសុទ្ធឬក៏ដបស្អីដែលធ្វើអំពី plastic ហ្នឹងបើយើងក្លាប់គូតវាទៅគឺយើងនឹងមើលឃើញអាសញ្ញាជ្រុងចាហើយគេមានលេខ1 2 3 4 5អីអញ្ចឹងណាចាអញ្ចឹងវាមានប្រភេទមួយនិយាយរួមចង់និយាយថា grade របស់វាហ្នឹងខុសៗគ្នាអាមួយណាទៅដែលគេត្រូវប្រើនៅក្នុងវាថាវិស័យតាក់ទងទៅជាមួយនឹងចំណីអាហារចាហើយអាណាទៅដែលមានភាពថាធន់មាំខ្លាំងឬក៏អីហ្នឹងលេខទាំងអស់ហ្នឹងគឺវាចែកជាកម្រិតនៅក្នុងការដែលប្រាប់អ្នកប្រើអំពីចំណាត់ថ្នាក់របស់ plastic មួយនិង the way ដែលគេផលិតមកហើយនឹងឱកាសនៅក្នុងការដែលថាតើអា plastic ប្រភេទណាទៅលេខប៉ុន្មានទៅដែលអាចយកទៅធ្វើការកែច្នៃឡើងវិញបានចាចង់និយាយកន្លែងនេះបន្តិចដោយសារ plastic វាមានកម្រិតរបស់វាដូចថាមាន BPA free មានប្រភេទកែវកញ្ចក់ PET ឬក៏អីចឹងណាបងហើយខ្ញុំក៏មិនជាយល់ដឹងច្បាស់កន្លែងហ្នឹងដែរគ្រាន់តែខ្ញុំដឹងថាវាមានកម្រិតប៉ុន្តែបើសិនជាយើងងាកទៅដល់ប្រជាជនកម្ពុជាយើងនៅក្នុងការកែប្រែទម្លាប់ប្រចាំថ្ងៃដើម្បីកាត់បន្ថយផលប៉ះពាល់នៃ plastic ហ្នឹងតើយើងគួរតែគិតពីជ្រុងណាមកព្រោះអីចេះបងឧទាហរណ៍គាត់ព្យាយាមប្រើដបទឹកដែលប្រើបានច្រើនដងហើយដែលមាន BPA free ឬក៏អីចឹងប៉ុន្តែចៃដន្យអីការកំងកាហ្វេការកំងបាយរាល់ថ្ងៃគាត់នៅតែអត់បាន take care រឿងហ្នឹងអញ្ចឹងបងអាចជួយចែកម្លែកថាយើងគួរតែចាប់ផ្ដើមពីចំណុចណាមក BPA free ហ្នឹងមិនមែនជាកម្រិតរបស់ plastic ទេថាទៅវាគឺជាគេហៅថាប្រភេទមួយយ៉ាងដែលទៅជួយដូចនៅពីលើនៅពេលគេធ្វើ plastic ហ្នឹងហើយគេដាក់វាដូចក្រូមេស្រោបពីលើឬក៏អីចឹងដើម្បីកាត់បន្ថយគេហៅថាភាពជ្រាបជាតិគីមីស្អីៗទាំងអស់ហ្នឹងចេញមកចូលនៅក្នុងចំណីអាហារឬក៏របស់ដែលយើងប្រើប្រាស់អាហ្នឹងគេហៅថា BPA free អញ្ចឹងបើសិនជាបងប្អូនទិញប្រអប់ជាពិសេសដូចប្រអប់ដាក់ធំឬក៏អីចឹងឬក៏ដបទឹកអីហ្នឹងបើសិនជាបងប្អូនមើលក្លាប់គូតវាមើលទៅចាក៏មើលព័ត៌មានដែលវាបិទផ្លាកកន្លែងណាបើសិនជាឃើញដាក់ថា BPA free ហ្នឹងអញ្ចឹងមានន័យថាបើសិនជាយើងនៅប្រើវាមានន័យថាវាជួយកាត់បន្ថយឱកាសនៅក្នុងការដែលធ្វើឲ្យអាជាតិគីមីអីផ្សេងៗហ្នឹងវាចូលក្នុងចំណីអាហារឬក៏ទឹករបស់យើងទៅអាហ្នឹង BPA free ណាចាពេលខ្លះយើងពិបាកដែរព្រោះដោយសារតែដូចយើងនិយាយគ្នាតាំងពីដើមអា plastic ហ្នឹងចង់និយាយថាពីក្បាលដល់ចុងជើងពីព្រឹកដល់ល្ងាចយើងជួបវារហូតមិនចឹងត្រូវទេបើចំពោះខ្ញុំអាសានិយាយថារាល់ថ្ងៃនេះឲ្យតែយើងចាយលុយគឺដឹងបាន plastic មកវិញហ្មងមិនថាជារូបភាពបែបណាទេចាដល់ពេលវាច្រើនពេកចឹងទៅអញ្ចឹងពេលខ្លះយើងជិះអត់ផុតទេចាគាត់ថាបើសិនជាយើងចង់ការពារខ្លួនឯងអានឹងគឺជាចំណែកមួយដែលថាជំហានណាឧបមាថាបើសិនជាចាប់ផ្ដើមប្រើប្រអប់ដែលមាន BPA free ហើយអានឹងជំហានល្អហើយបន្តទៀតទៅព្យាយាមនៅក្នុងអីផ្សេងទៀតកាត់បន្ថយព្រោះថាឲ្យយើងផ្ដាច់ទាំងអស់ហ្មងផ្ដាច់ហើយមិនចាញ់ទេចាផ្ដាច់ហើយជាមិនចាញ់ចេញ 100% មកប្រហែលជាមិនចាញ់ទេអញ្ចឹងព្យាយាមកាត់អាណាដែលអាចកាត់ធ្វើទៅបានហើយគិតពិចារណាខ្លួនឯងព្រោះដោយសារយើងទាំងអស់គ្នាមានទម្លាប់ខុសៗគ្នាអញ្ចឹងណាបើសិនជាមើលខ្លួនឯងថាតើឱកាសក្នុងការដែលយើងប្រើប្រាស់ plastic ហ្នឹងហើយជាពិសេសដូចក្នុងវិស័យម្ហូបចំណីអាហារខ្ចប់ឬក៏អីហ្នឹងអាមួយណាយើងប្រើច្រើនជាងគេបើសិនឧបមាថាយើងចូលចិត្តទិញកាហ្វេហើយយើងញ៉ាំកាហ្វេត្រជាក់ឬក៏អីចឹងអាហ្នឹងមកដល់ក្នុងដប plastic ហ្នឹងមិនថាយើងញ៉ាំខ្ចប់ទៅក្រៅយើងអង្គុយក្នុងហាងទេរាល់ថ្ងៃនេះមិនដឹងមិនគេដូរដាក់កែវជ័រហ្នឹងទាំងអស់ហើយណាចាអញ្ចឹងយើងប្រហែលជាត្រូវមានកំប៉ុងមួយខ្លួនឯងទៅចាដូចខ្ញុំអញ្ចឹងខ្ញុំទៅណាមានកំប៉ុងមួយខ្លួនឯងអញ្ចឹងទៅដឹងថាខ្លួនឯងចង់ញ៉ាំកាហ្វេមានតែកំប៉ុងកាហ្វេអញ្ចឹងទៅចាហើយបើសិនជាចង់ញ៉ាំទឹកមានដបទឹកអញ្ចឹងទៅចាអញ្ចឹងខ្ញុំព្យាយាមកាត់បន្ថយឱកាសខ្លួនឯងនៅក្នុងការដែលឲ្យអាភាពប៉ះពាល់នៃ plastic ហ្នឹងវាមកជាមួយយើងចាដូចបងមានប្រសាសន៍មកអញ្ចឹងមិញហ្នឹងយើងនិយាយអំពីអ្នកប្រើប្រាស់ចាហ្នឹងមួយខាងណាបងចុះមួយខាងទៀត
nè để con lụa đồ chả con nơi tập plastic rồi tháng ngày hay nơi pe để dương từ xã xô có tới có tay thì nhảy tháng có đó bên chấm rơi thế chả hay miếng plastic cứ bên tầm lại thao xong rống để vì ai chui con hồ si tới con bên chấm đánh nhảy chẳng chẳng anh nâng ta dương ai đọc sẽ áp bánh nhà ha nâng chẳng mấy anh nâng thuộc nhưng cái theo vi chỉ hiện thông đài bên vậy bị rương cà rô xí ការលក់ដូរជាពិសេសបងប្អូនអ្នកដែលគាត់ធ្វើអាជីវកម្មដូចលក់ដូររបស់ឯងនៅតាមតេះរុញនៅតាមអីអញ្ចឹង 100% គឺគាត់ពឹងទៅលើការវិខ្ចប់ហ្នឹងហើយបើកាលពីមុនយើងឃើញមានដូចនំបញ្ចុកមានស្អីស្អីអញ្ចឹងទៅមានតូបអង្គុយនៅគៀននេះអញ្ចឹងទៅយើងអាចញ៉ាំមួយចានមួយអីបានតែដល់ពេលឥឡូវវិញដូចជាអាតូបតូមដូចមិនសូវសម្បូរដូចមុនទៀតទេភាគច្រើនតើគេមានហាងអីអញ្ចឹងទៅបើកមុខផ្ទះអីអញ្ចឹងទៅតែដល់ពេលហើយយើងមើលមួយរយៈចុងក្រោយហ្នឹងគឺប្រែប្រួលមែនតើ everything គឺនៅលើអាតេះទាំងអស់គាត់អត់អាចយកឧបករណ៍អីច្រើនរបស់ដែលអាចប្រើដូចចានដូចកែវដូចអីអញ្ចឹងទេអញ្ចឹងគាត់ដូរទៅប្រើ plastic ហើយតែបើសិនជាអត់ប្រើ plastic ទេតែគាត់មានអីជំនួសរបស់ជំនួសក៏មានដែរអញ្ចឹងណាមានគេហៅថាឥឡូវដូចប្រអប់ស្នោចប្រភេទគេហៅប្រអប់កាក់អំពៅចាធ្លាប់ឃើញណាចាហ្នឹងហើយអានឹងស្តៀងដូចกระดาษដែរគេធ្វើពីតលងមីអញ្ចឹងចាហែកបានអីបានហ្នឹងហើយវាបើសិនយើងគិតអំពីផលប៉ះពាល់នឹងបរិស្ថានវិញអាប្រភេទប្រអប់បែបហ្នឹងគឺវាអាចរលាយឆាប់រលាយទៅវិញឲ្យចង់និយាយថានៅបំលែងឲ្យខ្ទេចខ្ទីអស់លេងនៅក្នុងទៅដីទៅជាអីវិញហ្នឹងលឿនជាង plastic ឆ្ងាយមែនតើចាដល់ពេលអញ្ចឹងទៅវាអត់សូវប៉ះពាល់ដល់សុខភាពយើងហើយក៏អត់សូវប៉ះពាល់ដល់បរិស្ថានដែរប៉ុន្តែវាថ្លៃចាវាថ្លៃដល់ពេលអញ្ចឹងទៅជាមូលហេតុដែលធ្វើឲ្យឧបមាថាគាត់ធ្វើ small business ឬក៏អីចឹងគាត់មិនអាចទៅខ្ចប់អានឹងបានឧបមាថាបើសិនគាត់លក់បាយមកប្រអប់ 5000 4000 អញ្ចឹងណាដល់ពេលអញ្ចឹងគាត់មានសាច់ណាចំណេញបើសិនជាគាត់ណាប្រអប់ហ្នឹងវា costing ហ្នឹងវាចូលមួយប្រហែល 5 600 700ឬក៏អីចឹងទៅឧបមាដល់ពេលអញ្ចឹងជាមូលហេតុមួយដែលធ្វើឲ្យគាត់អត់សូវមានជម្រើសទេប៉ុន្តែបើសិនជាយើងមើលទៅបច្ចុប្បន្ននេះក៏ដូចចាប់ដើមមានច្រើនជាពិសេសដូចតាក់ទងទៅជាមួយនឹងកម្មវិធីផ្សេងៗដែលគេធ្វើដើម្បីព្យាយាមដោះស្រាយបញ្ហារឿង plastic pollution រឿងជួយបរិស្ថាននេះហ្នឹងគេចាប់ដើមលើកទឹកចិត្តឲ្យដូច business start up ឬក៏អីហ្នឹងងាកទៅរកដំណោះស្រាយតាក់ទងជាមួយបញ្ហាបរិស្ថានហ្នឹងជាពិសេសទៅលើបញ្ហា packaging ចាអាការវេចខ្ចប់ហ្នឹងព្រោះបើសិនយើងនិយាយទៅធនធាននៅស្រុកខ្មែរយើងសម្បូរណាចាឧបមាដូចដើមចេកចាដើមចេកគឺជាប្រភពមួយដែលយើងអាចជ្រើសរើសឆ្នៃដើម្បីធ្វើទៅជាកញ្ចប់បានដូចនៅប្រទេសដូចនៅឥណ្ឌាដូចនៅប្រទេសផ្សេងៗគេធ្វើហើយប៉ុន្តែនៅខ្មែរយើងដូចជាអត់ស្ទាន់មានទេមានឮគេនិយាយដូចមានកំណត់ចង់ធ្វើឯដែរប៉ុន្តែខ្ញុំដូចជាអត់ទាន់ឃើញមានលក្ខណៈទៅថាទ្រង់ទ្រាយណាដែរជាផ្នែកមួយដែលថាអាច offer អាហ្នឹងដើម្បីសម្រាប់ local market របស់យើងហ្នឹងគឺយើងដូចអត់មានទេអាស្អីគេដូចធ្វើអំពីដលងមីហ្នឹងក៏បើតាមខ្ញុំដឹងក៏នាំចូលដែរអញ្ចឹងអានេះគ្រាន់តែជាកំណត់ទេអញ្ចឹងយើងថាយើងមានឱកាសច្រើននៅក្នុងការដែលថាជីវវិធីមួយក្នុងការដែលអាចជួយបង្កើតទីមួយបង្កើតអាជីវកម្មណាដែលតាក់ទងគេហៅថា green business ហ្នឹងណាចាហើយ invest ច្រើនទៅលើរឿង packaging អីចឹងទៅដើម្បីឲ្យ start up របស់យើងពីព្រោះបច្ចុប្បន្ននេះខ្ញុំជឿថាមាននិស្សិតយើងចាឬក៏ថ្ងៃអ្នកដែលធ្វើការនៅក្នុងវិស័យរបស់យើងដែលថាកំពុងពេញវ័យកំពុងពេញកម្លាំងមានគំនិតច្រើនមានគេហៅថាទឹកចិត្តច្រើនក្នុងការជួយធ្វើរឿងអីមួយអញ្ចឹងណាមានច្រើនមែនតើច្រើនជាងមុនអញ្ចឹងបើសិនជាមានឱកាសច្រើនក្នុងការដែលអាចជួយសម្រួលឲ្យគាត់នៅក្នុងការដែលគាត់អាចធ្វើបញ្ហាតាក់ទងមួយរឿង green business នឹងបានកាន់តែច្រើនយូរឆាប់យើងគង់តែអាចមានគេថាផលិតផលក្នុងស្រុកទេដែលអាចដោះស្រាយបានទៅលើបញ្ហារឿង plastic packaging ហ្នឹងជាសេចក្តីសង្ឃឹមណាចាជាសេចក្តីសង្ឃឹមទៅមុខទៀតទៅបើសិនជាយើងមានអានឹងច្រើនផលិតក្នុងស្រុកអញ្ចឹងតម្លៃថោកហ្នឹងមិនអញ្ចឹងត្រូវទេជាជាងនាំចូលចាបើសិនជាមានតម្លៃថោកហើយខ្ញុំជឿថាបងប្អូនប្រជាជនយើងគឺគាត់អត់ពិបាកទេនៅក្នុងការដែលដូរទៅអូខ្ញុំដូរពី plastic ហើយខ្ញុំទៅប្រើរបស់ដែលគេថា eco friendly ជាងមុនណាចាខ្ញុំគិតថាគាត់មិនពិបាកនៅក្នុងការដែលកែប្រែទេសំខាន់ឲ្យតែមានរបស់នឹងប្រើបងគិតថាបើសិនខ្ញុំនិយាយចាស់បងគិតថាត្រូវទេតាមពិតបងប្អូនដែលគាត់រស់ស៊ីចាមិនមែនគាត់ចង់ប្រើ plastic ទេប៉ុន្តែគាត់ត្រូវប្រើប្រាស់នៅរបស់ដែលថោកចាអញ្ចឹងបើសិនបើរបស់ផ្សេងដែលមិនមែនជា plastic ដែលល្អចំពោះបរិស្ថានហើយថោកជាង plastic រឿងអីគាត់មិនប្រើត្រូវទេចាការគ្រប់គ្រងសំណល់ plastic នៅក្នុងប្រទេសកម្ពុជាយើងចាហើយបងអាចជួយចែកម្លែកបានថារាល់ថ្ងៃនេះវាមានបញ្ហាអីខ្លះពីព្រោះយើងអត់ទាន់ដល់ដំណាក់កាលថាប្រជាជនយើងអត់ទាន់មានចំណេះដឹងគ្រប់គ្រាន់ក្នុងការបែងចែកសម្រាមនៅឡើយទេហើយខ្ញុំឃើញសម្រាមដែលប្រមូលម្ដងគឺគ្រប់មុខនៅក្នុងនោះទាំងអស់ទោះបីជាយើងមានអាជីវកម្មឬក៏ភ្នាក់ងារណាមួយដែលគាត់ជួយរឿងហ្នឹងប៉ុន្តែមើលទៅហាក់ដូចជានៅមានច្រើនចឹងបងអាចជួយបញ្យល់បន្ថែមបានខ្ញុំទៅណាក៏ដោយចាប់អារម្មណ៍ធុងសម្រាម
ចាគាត់ចង់ដឹងថាហេតុអីបានជាធុងសម្រាប់មកថានៅមន្ទីរពេទ្យអញ្ចឹងម៉ោងទៅពីព្រលឹមឡើងម៉ោង8ហេតុអីបានធុងសម្រាប់នឹងវាពេញបាត់ហើយស្របពេលធុងសម្រាប់ធំអញ្ចឹងណាចាអញ្ចឹងដើម្បីមើលឲ្យមើលអិយាបថក្នុងការដែលទុកដាក់ពីព្រោះបើមិនយើងនិយាយអំពីរឿងការទុកដាក់សម្រាមខ្ញុំអត់ចង់បុបឡើងយើងចាប់ផ្ដើមដល់គិតអ្នកដែលធ្វើការតាក់ទងមួយវិស័យសម្រាមនិងអ្នកគ្រប់គ្រងសម្រាមរដ្ឋាភិបាលក្រុមហ៊ុនដែលគេធ្វើរឿងដឹកជញ្ជូនសម្រាមហ្នឹងឯងខ្ញុំមើលអំពីគេហៅថាប្រភពអ្នកដែលបង្កើតផ្លាស្ទិកមុនអញ្ចឹងអ្នកណាគេគឺយើងទាំងអស់គ្នាហ្នឹងឯងដែលជាអ្នកបង្កើតផ្លាស្ទិកអញ្ចឹងតាក់ទងទៅជាមួយនឹងការទុកដាក់ខ្ញុំគិតថានៅមានរឿងច្រើនដែលយើងអាចធ្វើការលើកទឹកចិត្តឲ្យបងប្អូនយើងហ្នឹងគាត់ខ្វល់អំពីរឿងហ្នឹងបន្តិចឧបមាបើសិនជាគាត់ប្រើសម្រាមផ្លាស្ទិកហ្នឹងហើយឧបមាថាកែវកាហ្វេចោះញ៉ាំទឹកញ៉ាំកាហ្វេអស់ហើយនៅសល់តែកកវាលាយពេញហ្នឹងអីចឹងនៅសល់ទឹកកន្លះកែវអ្វីដែលគាត់គួរតែធ្វើមុនពេលដែលគាត់យកទៅទុកដាក់ចាក់ទឹកហ្នឹងចូលទៅកន្លែងណាដែលមានទឹកបានជាជាងយកអាហ្នឹងទៅដាក់ក្នុងធុងសម្រាមបើដាក់ចូលក្នុងហ្នឹងគឺវាធ្ងន់ណាស់ចាដល់ពេលគ្នាអ្នកលើកសម្រាមមកកពុបអាឡាក់ពេញទៅហ្នឹងឃើញទេចាអញ្ចឹងអាហ្នឹងគ្រាន់តែជាចំណេះដឹងដែលទូចមួយទេហើយអាហ្នឹងយើងសិតតែអាចធ្វើបានទាំងអស់គ្នាបន្តមកទៀតសម្រាប់ដែលទូចប៉ុន្តែធំស្រាលតែធំហ្នឹងគឺប្រភេទពួកស្នោពួកអីហ្នឹងហើយដូចឥឡូវហ្នឹងទិញអាហារពេលព្រឹកមកគឺមានច្រើនណាស់ចាមកកញ្ចប់មកហ្នឹងគឺមានបាយផងមានប្រអប់ដាក់ទឹកស៊ុបផងមានជ្រក់ផងមានអីទឹកជ្រលក់អីផងហើយដល់ទៅពេលអញ្ចឹងនៅពេលមកថាគាត់ទិញច្រើនអញ្ចឹងខ្ញុំឃើញនៅពេលដែលគាត់យកទៅដាក់ចូលធុងវិញហ្នឹងគឺគាត់រៀបស្តៀងគ្នាជាមួយនឹង style ដែលគាត់រៀបអ្នកលក់ដាក់ឲ្យគាត់មកមហូបគោគ្នាមកច្បោអញ្ចឹងប៉ុន្តែបើសិនយើងគិតមើលនៅពេលដែលរបស់ទាំងអស់ហ្នឹងវាអស់ហើយនឹងអស់សាច់ជាងសល់សបកហ្នឹងអញ្ចឹងអ្វីយើងអាចធ្វើបានគឺយើងរៀប plastic ហ្នឹងគោគ្នាដូចយើងរៀបចានណាដល់ពេលអញ្ចឹងទៅសម្រាមហ្នឹងគឺវានឹងតូចជាងមុនឃើញទេដល់ពេលអញ្ចឹងឱកាសនៅក្នុងការដែលធុងសម្រាមហ្នឹងហៀពេញអត់មានកន្លែងដាក់ហ្នឹងគឺបានតិចជាងមុនបើសិនជាយើងគ្រាន់គិតរឿងហ្នឹងបន្តិចអញ្ចឹងណាហើយសួរថាចំណុចទាំងអស់ហ្នឹងបងប្អូនទាំងអស់គ្នាត្រូវចូលរៀនមហាវិទ្យាល័យដើម្បីចេះខ្ចប់សម្រាមហ្នឹងខ្ញុំគិតថាដូចជាអត់ទេចាគាត់ថាអ្វីដែលសំខាន់គឺជាការលើកទឹកចិត្តហ្នឹងឲ្យយើងគិតអំពីរឿងហ្នឹងបន្តិចចឹងទៅព្រោះដោយសារអីឱកាសនៅក្នុងការដែលយើងយកសម្រាមទៅដាក់ក្នុងធុងហ្នឹងវាពេញហ្នឹងគឺមានដូចតែគ្នាហ្នឹងគេដាក់ក៏ច្រើនយើងដាក់ក៏ច្រើនវាជាឱកាសក្នុងការដែលធ្វើឲ្យពេញហើយដល់ពេលយើងយួរសម្រាមចឹងទៅចូលទៅដល់ទៅឃើញធុងហ្នឹងពេញហៀពេញហ្នឹងយើងមានអារម្មណ៍សាំហ្មងធុងសម្រាមពេញបាត់ហើយអត់ដឹងត្រូវដាក់នៅណាមានតែដាក់គោលនៅលើហ្នឹងទៅបើត្រូវកពុបដូចគ្នាដែរឃើញតែអញ្ចឹងអាហ្នឹងគឺអត់មានអីក្រៅពីយើងហើយនឹងគេវាដូចគ្នាហ្នឹងគាត់គិតអូខ្ញុំសម្រាប់ខ្ញុំធ្វើឲ្យវាទូចបន្តិចទៅឲ្យងាយស្រួលបន្តិចទៅដាក់ក្នុងធុងហ្នឹងទៅវាអត់កពុបអាឡែអីអញ្ចឹងអាហ្នឹងគឺយ៉ាងហោចណាស់ម្ដុំធុងសម្រាប់ហ្នឹងណាគឺបានស្អាតជាងហ្នឹងហើយមួយទៀតខ្ញុំគិតថាប្រហែលជាដោយសារពាក្យដែលយើងនិយាយបោះសម្រាមដោយសារពាក្យថាបោះនឹងតែដឹងភ្លុចដល់ទៅពេលហើយយើងមិនមែនជាអ្នកហៅថាដៃត្រង់គ្រប់គ្នាណាភ្លុចចេញក្រៅធុងបាត់ចាអញ្ចឹងចំពោះខ្ញុំលើកទឹកចិត្តឲ្យយើងនិយាយតែតួមួយថាការយកសម្រាមទៅដាក់ក្នុងធុងជាពិសេសនៅពេលយើងបរៀនក្មេងៗណាតូចមកអញ្ចឹងកុំបរៀនថាយកសម្រាមទៅបោះចោលត្រូវប្រាប់ថាយកសម្រាមហ្នឹងទៅទុកក្នុងធុងទៅវាយកទៅវាទៅទុកចេះតែបើមិនប្រាប់ថាយកវាទៅបោះចោលទៅវាយកទៅវាមិនធ្វើចេះត្រូវទេសូប្រហែលជាដោយសារតែការគិតនឹងផងអញ្ចឹងហើយបានជាធុងមានហើយសម្រាមវានៅក្រៅធុងអានេះជាការយល់ឃើញរបស់ខ្ញុំឯណាចាអញ្ចឹងអាហ្នឹងមួយសារណាតេតងទៅជាមួយនឹងឲ្យយើងតខ្លួនក្នុងការទុកដាក់សម្រាមហ្នឹងចាប៉ុន្តែដល់ពេលយើងមើលជារួមវិញឧបមាថាឥឡូវដូចយើងនៅទីក្រុងភ្នំពេញអញ្ចឹងយើងមើលការទុកដាក់សម្រាមដើម្បីមើលទៅនេះមួយដោយសារឥឡូវហ្នឹងក្រុមហ៊ុនសម្រាមគេធ្វើការតាមខណ្ឌនីមួយមិនអញ្ចឹងត្រូវទេចាបើសិនជាស្ថានភាពហ្នឹងវាកែប្រែបានល្អកម្រិតណាទុកដាក់ល្អប្រសើរបានប៉ុណ្ណាហ្នឹងគឺទីមទីឲ្យខាងដូចខាងអាជ្ញាធររដ្ឋាភិបាលចាដែលមានទូនាទីក្នុងការធ្វើការងារហ្នឹងធ្វើការជាមួយនឹងក្រុមហ៊ុនហ្នឹងដើម្បីជួយពង្រឹងទៅលើបញ្ហាទាំងអស់ហ្នឹងឧបមាថាសម្រាមហ្នឹងត្រូវយកមកឲ្យបានទៀងទាត់ច្រើនជាងមុនប្រជាជននៅក្នុងតំបន់មួយត្រូវដឹងគេថា schedule ថាឡានសម្រាមហ្នឹងមកម្ដុំផ្ទះខ្លួនឯងហ្នឹងនៅថ្ងៃណាពេលណាអីចឹងទៅដើម្បីយើងកុំឲ្យមានទម្លាប់មួយដែលថាយកសម្រាមទៅដាក់នៅជ្រុងកាច់ជ្រុងផ្ទះកន្លែងណាមួយចឹងណាខ្ញុំឃើញចំណុចហ្នឹងមួយដែលជាចំណុចដែរចំពោះខ្ញុំវិញខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ឲ្យទាំងអស់គ្នាដែលមើលឃើញតាមទស្សនវិជ្ជាហ្នឹងយកចិត្តគេយកមកដាក់ចិត្តយើងបើសិនជាមុខផ្ទះយើងហ្នឹងយប់ឡើងគឺយកមកបោះភ្ញាក់ឡើងបើកទ្វារមកពេញក្នុងសឹកកម្រសម្រាមសួរថាហេតុអីបានជាយើងហេតុអីបានជាយើងគិតតែរឿងសម្រាមរបស់យើងចេញឲ្យផុតហើយយើងអត់ខ្វល់អំពីមុខផ្ទះគ្នាបើកមកសម្រាមមុខផ្ទះរាល់ថ្ងៃជាមូលហេតុដែលធ្វើឲ្យកន្លែងខ្លះហ្នឹងគឺហ្នឹងហើយវាបែកសម្រាមអីពេចបាច់ដូចខែនេះភ្លៀងអីចឹងទៀតម្ដុំយើងមានអារម្មណ៍ថាវាអត់ស្អាតទេចាក្លិនក៏ក្លិនអីក៏អីហើយអាហ្នឹងវាប៉ះពាល់ដល់បញ្ហាសុខភាពសាធារណៈទៀតអញ្ចឹងអាហ្នឹងគឺជាចំណេះដឹងណាចាអញ្ចឹងបើសិនជាយើងគិតអំពីការរៀបចំនឹងឲ្យមានខ្ញុំមើលឃើញមានការប្រែប្រួលច្រើនបើសិនយើងប្រៀបធៀបទៅជាមួយនឹងប្រហែលឆ្នាំមុនសង្ឃឹមថារដ្ឋាភិបាលយើងគាត់ចាប់ផ្ដើមធ្វើការជាមួយនឹងអ្នកដែលពាក់ព័ន្ធនឹងក្នុងការជួយសម្រួលហ្នឹងនិយាយអំពីរឿងបែងចែកសម្រាមយើងថាប្រជាជនយើងមិនសូវមានចំណេះដឹងចំពោះខ្ញុំគិតថាដូចជាមិនសូវជាអញ្ចឹងទេតាមការសង្កេតឃើញរបស់ខ្ញុំគិតថាបើសិនជាយើងលើកទឹកចិត្តឲ្យគាត់ធ្វើការបែងចែកសម្រាមលុះត្រាណាឡានដែលមកយកសម្រាមហ្នឹងវាមានការបែងចែកឧបមាថាឥឡូវ
យើងបែងចែកសម្រាប់អញ្ចឹងចោះយើងបែងចែកអានេះប៉ុន្តែដល់ពេលឡានវាចូលទៅវាចូលធុងតែមួយចង់ចូលក្នុងឡានតែមួយអញ្ចឹងសួរថាហេតុអីបានជាគាត់ត្រូវការធ្វើការបែងចែកសម្រាប់អញ្ចឹងណាចាអញ្ចឹងបើសិនជាយើងចាប់ផ្ដើមមានអា system ក្នុងការបែងចែកអីនឹងល្អប្រសើរជាងនឹងទៀតទៅអានឹងក៏ជាផ្នែកមួយដែរខ្ញុំគិតថាប្រជាជនយើងគាត់អាចធ្វើការកែប្រែអេយ៉ាប័តនឹងលឿនទេទាមទារមានការលើកទឹកចិត្តច្រើនហើយបង្ហាញគំរូតែរឿងមួយទៀតដែលខ្ញុំចង់បង្ហាញណាតាមដែលខ្ញុំជជែកគ្នាជាមួយនឹងខាងមន្ត្រីក្រសួងបរិស្ថានគាត់បានលើកឡើងថានៅកន្លែងចាក់សម្រាមថ្មីរបស់យើងហ្នឹងគឺគេសាងសង់គេហៅថា sorting station មានន័យថាធ្វើការបែងចែកសម្រាមពេលដែលសម្រាមចូលទៅហ្នឹងគឺអត់ដឹកវូយកទៅចាក់ចោលហ្មងទេគឺចូលទៅក្នុងកន្លែងហ្នឹងសិនហើយបន្ទាប់ទៀតគេធ្វើការបែងចែកអញ្ចឹងរកមកថារបស់ណាដែលកែច្នៃបានទៅកែច្នៃបានទៅ organic ដូចម្ហូបដូចស្អីៗដែលគេយកទៅធ្វើកំប៉ុស្តបានយកទៅកំប៉ុស្តទៅហើយអាណាដែលថាអស់លទ្ធភាពដែរនេះទើបគេយកទៅចាក់ទៅលើទីលានចោលដល់ពេលអញ្ចឹងទៅបានជាអាចគ្រប់គ្រងថាទីលានហ្នឹងវាអត់ឆាប់ពេញពេកអញ្ចឹងណាចាអញ្ចឹងបើទោះជាឧបមាថាសម្រាមរបស់គាត់នឹងរាល់ថ្ងៃឡានវាអត់ទាន់មានឡានផ្សេងគ្នាយកមកនេះក៏ដោយតែបើគាត់ដាក់អានឹងផ្សេងគ្នាវាស្រួលដែរព្រោះដោយសារមិនថារបស់ដែលកែច្នៃបានវាអត់ប្រឡាក់អញញ៉ៃជាមួយនឹងស្អីមីឆាស្អីអីដែលទឹកស្អីដែលយើងមាននៅក្នុងម្ហូបហ្នឹងអញ្ចឹងទៅវានៅកញ្ចប់ផ្សេងគ្នាអញ្ចឹងដល់ពេលវាចូលក្នុង sorting station ហ្នឹងទៅអញ្ចឹងវានឹងទៅតាមប្រភេទហើយអីមួយទៀតណា sorting station ដំបូងបំផុតដែលខ្ញុំមើលឃើញមកគឺគេហៅថាបងប្អូនទាំងអស់គ្នាដែលគាត់ធ្វើការនៅក្នុងវិស័យសម្រាមហ្នឹងតែម្ដងយើងដែលសង្កេតឃើញនៅពេលឡានសម្រាមមកដល់ភ្លាមគាត់បើកធុងសម្រាមមុននឹងយកធុងសម្រាមរបស់យើងហ្នឹងចាក់ចូលក្នុងនេះពេលដែលចាក់ចូលហើយភ្លាមគឺគាត់ស្ទាបទៀតមកបើសិនជាមានរបស់ដែលកែច្នៃបានអอกមកដបទឹកសុទ្ធកំប៉ុងប៊ីយ៉ាឬក៏ស្អីអញ្ចឹងទៅគឺគេទាញចាញ់ហើយអាហ្នឹងគឺ first sort ទេព្រោះដោយសារគាត់អត់សូវមានពេលច្រើនដោយសារឡានហ្នឹងវាត្រូវទៅមុខរហូតតែអានោះវាប្រវល់ចេះហើយនៅផ្នែកខាងគៀននៃឡានគឺគាត់ដាក់ស្បោងធំហើយក្នុងហ្នឹងមានអីគឺសិតតែរបស់ដែលអាចកែច្នៃបានមានកដាស់អញ្ចឹងមានអីអញ្ចឹងទៅអញ្ចឹងគាត់គឺជាហៅថាអ្នក sort ទី1អញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាខ្វល់អំពីរឿងហ្នឹងបន្តិចណាជួយសម្រួលឲ្យពួកគាត់មានភាពងាយស្រួលកុំឲ្យគាត់ពិបាកទៅលើអញ្ចឹងដូចខ្ញុំអញ្ចឹងទម្លាប់របស់ខ្ញុំគឺខ្ញុំដាក់ឧបមាថារបស់ណាដែលគេត្រូវលក់អេតចាយបានហ្នឹងជាទូទៅខ្ញុំមិនលក់ឲ្យអេតចាយទេខ្ញុំប្រមូលបានឬក៏អីអញ្ចឹងទៅខ្ញុំទុកពេលម្ដុំហើយថ្ងៃណាដែលគាត់ថាច្រើនគួរសមឲ្យយកចេញទៅដាក់មួយឡាំងអញ្ចឹងទៅដើម្បីឲ្យគាត់យកដល់ពេលគាត់យកទៅមើលក្នុងហ្នឹងអូអាហ្នឹងគឺរបស់ដែរលក់អេតចាយបានទេអញ្ចឹងគឺចូលក្នុងនោះពឹបអញ្ចឹងវាស្រួលវាអត់ចាំបាច់ឲ្យគាត់ត្រូវពិបាកអីស្ទាបអីអញ្ចឹងណាចាចឹងហ្នឹងជារឿងទូចមួយហើយខ្ញុំជឿថាបងប្អូនទាំងអស់ធ្វើបានគ្នាហ្នឹងចាតែបើមិនគាត់ថាអត់ទេអេតចាយខ្ញុំចង់លក់ខ្លួនឯងទុកលុយដើម្បីនេះអាហ្នឹងក៏បានដែរឲ្យតែមានកន្លែងទុកនឹងឲ្យតែមានកន្លែងទុកចាទុកទៅតែបើអត់ទេជូនទៅពួកគាត់ទាំងទៅហើយធ្វើដូចខ្ញុំអញ្ចឹងទៅមានភាពងាយស្រួលសម្រាប់ពួកគាត់ដែរអញ្ចឹងណាចាបងអញ្ចឹងបងបាននិយាយបញ្យល់ណែនាំអំពីរបៀបនៅក្នុងការបែងចែកសម្រាមអញ្ចឹងណាអញ្ចឹងខ្ញុំចង់ទាញទៅពិភពលោកយើងវិញតើតាមមានប្រទេសណាខ្លះដែលជាប្រទេសគំរូដែលបងគិតថាគាត់ធ្វើបានល្អពាក់ព័ន្ធទៅនឹងការគ្រប់គ្រងសម្រាមផ្លាស្ទិកបងអូខេខ្ញុំមានប្រទេស2ដែលខ្ញុំគិតថាជាគំរូប្រទេសមួយដែលខ្ញុំអត់ធ្លាប់បានទៅប្រទេសមួយដែលខ្ញុំបានទៅប្រទេសដែលខ្ញុំអត់ធ្លាប់បានទៅហ្នឹងប៊ីសបានទៅហ្នឹងគឺប្រទេសរវ៉ាន់ដាតាមដែលខ្ញុំដឹងនៅពេលដែលយើងទៅដល់ airport ភ្លាមគេឆែកវ៉ាលីយើងហ្មងហ៊ានតែវ៉ាលីរបស់យើងមានផ្លាស្ទិកគេឲ្យយើងដកចេញហ្មងព្រោះដោយសារប្រទេសគេហ្នឹងគឺគេអត់ចង់ឲ្យយើងហ្នឹងយក plastic ទៅគេមាន regulation របស់គេអញ្ចឹងណាអញ្ចឹងពេលហ្នឹងខ្ញុំមាន mission មួយត្រូវធ្វើដំណើរទៅអញ្ចឹងអាហ្នឹងគឺជាអ្វីដែលខ្ញុំមើលដំបូងនៅពេលខ្ញុំមើលតាក់ទងមួយការធ្វើដំណើរត្រូវត្រៀមអីខ្លះខ្ញុំមានអារម្មណ៍ថាឡៃវ៉ាវឡៃល្អមែនតើប៉ុន្តែគាត់ជួន trip របស់ខ្ញុំនឹង cancel ទៅអញ្ចឹងខ្ញុំអត់បានទៅទេណាចាអញ្ចឹងនិយាយបានប៉ុណ្្នឹងឯងថ្មីខ្ញុំបានទៅស្រីលង្កាហើយអ្វីដែលខ្ញុំ impress គឺអត់មានសម្រាម plastic ទេលោកម្ចាស់ហើយកន្លែងណាដូចកន្លែងណាអញ្ចឹងខ្ញុំព្យាយាមមើលចំគេធ្វើមិនចេះហើយបានតែអត់មានសោះចង់និយាយថាទីក្រុងក៏អត់មានជនបទក៏អត់មានអាតាមផ្លូវស្អីៗហ្នឹងយើងតាមផ្លូវឃើញសសប្រូតាមផ្លូវតែដល់ពេលតាមផ្លូវរបស់គេសុទ្ធតែដើមឈើហើយទៅអត់មានផ្លាស្ទិកទេដល់ពេលអញ្ចឹងចាប់ដើមឆ្ងល់ហើយចាប់ដើមសង្កេតមើលអញ្ចឹងដូចនៅកន្លែងគេហៅថាទីសក្ការៈបូជារបស់គេឬក៏អីចឹងដែលមានប្រជាជនគេនឹងរាប់ម៉ឺនអ្នកទៅទីលានគេនឹងធំគេទៅបូជាគេទៅអីចឹងក៏អត់មានផ្លាស្ទិកដែរហើយយើងមើលដូចនៅយើងវិញមិនថាកន្លែងណាទេទីប្រជុំជនមានបុណ្យទានឬក៏យ៉ាងម៉េចអីយ៉ាងម៉េចក៏ដោយគឺដឹងមានសម្រាមហ្មងចាអានឲ្យតាទីសាធារណៈណាចាដឹងមានសម្រាមហើយឲ្យមនុស្សទៅកន្លែងណាច្រើនដឹងមានសម្រាមកន្លែងហ្នឹងតែទីសាធារណៈដែរដែលជារបស់ឯកជនអត់មានសម្រាមហ្នឹងគឺដូចផ្សារទំនើប Eon ទៅអីចឹងទៅមនុស្សទៅអ៊ូដែរក៏តែអត់មានអាហ៊ានបោះសម្រាមចោលទេចឹងណាមានធុងបែងចែកសម្រាមនៅ Eon ទីសាធារណៈយើងក៏មានធុងដែរក៏ប៉ុន្តែដោយសារអីខ្ញុំគិតថាដោយសារគាត់គិតថាអានឹងវាជារបស់ private កន្លែងរបស់គេអញ្ចឹងទៅគេស្អាតហើយអត់ហ៊ានបោះប៉ុន្តែដល់ពេលអាណាដែលជារបស់យើងទាំងអស់គ្នាទីសាធារណៈជារបស់យើងទាំងអស់គ្នាហ្នឹងបោះបានឃើញទេចារឿងនឹងមួយបងប្អូនទាំងអស់គ្នាត្រូវគិតណាចាព្រោះអីបើសិនយើងទៅផ្សារទំនើបយើងមិនហ៊ានបោះយើងទៅទីសាធារណៈក៏យើងគួរមានទម្លាប់កុំបោះដែរអញ្ចឹងណាចាអញ្ចឹងនៅពេលដែលខ្ញុំទៅដល់ហើយហ្នឹងគឺខ្ញុំមើលឃើញណា
ដូចប្រជាជនគេអញ្ចឹងគេយកផ្កាទៅបូជាអីអញ្ចឹងអាតួងផ្កាដូចតួងផលិតតួងផ្កាឈូកអីហ្នឹងតែគេនេះតិចប្រហែលនេះក៏គេកាន់ចេញមកដែរហើយបន្តទៀតទៅខ្ញុំទៅកន្លែង temple មួយមានដើមពោមានអីច្រើនអញ្ចឹងខ្ញុំឃើញពោនោះដើររើស្លឹកឈើហើយដល់ពេលខ្ញុំចូលទៅដល់ខ្ញុំមានអារម្មណ៍ wow temple ground គេស្អាតកុំនិយាយថាទៅរកសម្រាមអត់ឃើញតែស្លឹកឈើរត់ឃើញហើយដល់ពេលខ្ញុំគិតនោះទៀតចំតើពូហ្នឹងគាត់ធ្វើការនៅ temple មែនខ្ញុំគិតអញ្ចឹងតែដល់ពេលខ្ញុំដើរតាមគាត់តែពិតខ្ញុំមានវីដេអូព្រោះខ្ញុំតគេទៀតហ្នឹងខ្ញុំឆ្ងល់ហ្មងមនុស្សខ្ញុំគឺអញ្ចឹងដើរទៅមើលដល់ពេលហើយខ្ញុំតាមថតសកម្មភាពគាត់តាមពិតគាត់មិនមែនជាអ្នកធ្វើការនៅនឹងទេគាត់គ្រាន់តែប្រជាជនមក temple អីអញ្ចឹងទៅហើយបន្តគាត់មានពេលគាត់ដើររើសហើយស្លឹកពោទៅពេលខ្យល់បក់មកវូវវាធ្លាក់មកតិចតិចគាត់រើសអញ្ចឹងណាហើយដល់ទៅពេលហើយបើខ្ញុំមានអារម្មណ៍ថា like wow អញ្ចឹងណាខ្ញុំចង់ឲ្យសង្ឃឹមថាខ្មែរយើងដល់ពេលណាមួយគឺប្រជាជនរបស់យើងមានចិត្តអញ្ចឹងដែរអញ្ចឹងណាចង់ឲ្យកន្លែងរបស់យើងនឹងស្អាតអញ្ចឹងណាចាកុំទៅកន្លែងណាក៏ដោយយកតែសម្រាមទៅហើយបន្តទៀតទៅយកទៅបានតែយកមកវិញអត់បានអញ្ចឹងណាចាខ្ញុំជឿថាគេធ្វើបានយើងក៏ធ្វើបានដូចគ្នាដែរអញ្ចឹងអាស្រ័យលើទម្លាប់ហើយអាស្រ័យលើការតាំងចិត្តណាចាខ្ញុំមានសំណួរចុងក្រោយចង់សួរបងឥឡូវនេះបើយើងប្រៀបធៀបទៅយើងឃើញមានbest practice ឬក៏គំរូពីប្រទេសដទៃចាហើយនៅក្នុងស្រុកខ្មែរយើងក៏យើងឃើញមានចាប់ផ្ដើមពីអ្នកដែលគាត់ធ្វើអាជីវកម្មដែលគាត់បានធ្វើរឿងល្អៗពាក់ព័ន្ធនឹងការគ្រប់គ្រងផ្លាស្ទិកដែរដូចជាម្ចាស់អាជីវកម្មបងស្រីបង 11 ក៏បងលើកយកឧទាហរណ៍គឺគាត់ជាគំរូមួយល្អដែរអញ្ចឹងសម្រាប់អាជីវកម្មផ្សេងទៀតក្រៅពីចំណីអាហារដូចជាយើងមានឃើញការកែច្នៃសម្រាមផ្លាស្ទិកអ្នកដែលគាត់ក្រុមហ៊ុនដែលគាត់យកវាទៅផលិតទៅជាអីផ្សេងអញ្ចឹងណាអញ្ចឹងរាល់ថ្ងៃនេះយើងឃើញមានអាចថាខ្នាតតូចទៅមធ្យមនៅមានសក្តានុពលថែមទៀតអញ្ចឹងបងដោយសារបងមានបទពិសោធន៍នៅក្នុងការជួយគ្រប់គ្រងទៅដល់ពួកគាត់ពីមុនមកដែរអញ្ចឹងណាអញ្ចឹងចង់សួរបងថាតើវាមានចំណុចអីដែលយើងអាចដាក់ទៅដើម្បីជួយដើម្បីឲ្យគាត់នឹងធ្វើរឿងនឹងកាន់តែទលាជាងមុនចំណុចនឹងល្អអញ្ចឹងខ្ញុំចែកលេខបទពិសោធន៍ពីឆ្នាំមុនកប៉ាល់ Plastic Odyssey មួយបានមកដល់ស្រុកខ្មែរinitiative របស់ប្រាំងណាហើយក្រុមហ្នឹងគឺក្រុមយុវជនសុទ្ធហ្មងដាក់គ្នាមកកប៉ាល់ដើរជុំវិញពិភពលោកនិយាយអំពីរឿង plastic ហើយគាត់ធ្វើការជាមួយនឹងអ្នកម្ចាស់អាជីវកម្មក្នុងស្រុកដែលធ្វើការតាក់ទងទៅជាមួយរឿង plastic recycling អញ្ចឹងនៅពេលខ្ញុំធ្វើការ volunteer ជាមួយក្រុមនឹងមួយខែហ្នឹងគឺបានជួបដឹងរឿងច្រើនហើយស្គាល់បងប្អូនអ្នកដែលគាត់ធ្វើអាជីវកម្មតាក់ទងមួយការកែច្នៃ plastic នេះក៏ច្រើនដែរសួរថាមានទេមានអាជីវកម្មដែលធ្វើតាក់ទងទៅមួយបញ្ហាដោះស្រាយបញ្ហាហ្នឹងតែល្បីច្រើនគេស្គាល់ច្រើនទេដូចជាមិនសូវទាន់គេស្គាល់ច្រើនប៉ុន្មានទេរួមអ្នកធ្វើការរឿងសម្រាមរឿងអីហ្នឹងពេលខ្លះមិនសូវល្បីទេចាតែបើសិនយើងចង់ឲ្យវិស័យហ្នឹងមានការរីកចម្រើនដែលជាផ្នែកមួយគេហៅថាជាដំណោះស្រាយហ្នឹងណាចាដោយសារពួកគាត់អាជីវកម្មពួកគាត់គឺជាដំណោះស្រាយចំនួនផ្លាស្ទិកដែលយើងបង្កើតមកជាច្រើនតោននៅក្នុងប្រទេសកម្ពុជាយើងដែលអាចធ្វើការកែច្នៃបានហ្នឹងទាមទារឲ្យមានអ្នកដែលយកធ្វើការកែច្នៃនៅក្នុងស្រុកឲ្យបានច្រើនអាហ្នឹងគឺកាន់តែល្អព្រោះដោយសារតែឥឡូវហ្នឹងគឺប្រភពហ្នឹងគឺនាំចេញទៅប្រទេសជិតខាងដើម្បីធ្វើការកែច្នៃទេព្រោះដោយសារយើងអត់មានទាន់មានរោងចក្រខ្នាតធំដែលអាចធ្វើការកែច្នៃនឹងបានអញ្ចឹងបើសិនជាចង់ឲ្យវិស័យនឹងរីកចម្រើនអញ្ចឹងយើងត្រូវគិតអំពីថាតើយើងអាចត្រូវធ្វើយ៉ាងម៉េចអញ្ចឹងឧបមាបើសិនជាផលិតផលហ្នឹងដែលគេច្នៃនឹងចេញពីរបស់ដែលថាកែច្នៃនឹងវិញអញ្ចឹងលើកទឹកចិត្តឲ្យយើងជាអ្នកប្រើប្រាស់បាក់ចិត្តឲ្យទលាយនឹងការគ្រប់គ្រងរបស់ទាំងអស់ហ្នឹងតោះតែយើងមានការគ្រប់គ្រងទៅលើផលិតផលដែលគាត់បង្កើតហ្នឹងអាហ្នឹងទៅចាប់ដើមមកមានអារម្មណ៍ថាអូយមានកម្លាំងចិត្តក្នុងការផលិតបន្ថែមធ្វើបន្ថែមហើយមនុស្សជាច្រើនដែលមានគិតចង់ដោះស្រាយបញ្ហាហ្នឹងអាចគិតថាអូខ្ញុំប្រហែលជាអាចធ្វើនេះបានខ្ញុំអាចធ្វើនេះបានអញ្ចឹងត្រូវទេចាហើយនៅក្នុងហ្នឹងផងដែរក៏ទាមទារឲ្យរបៀបដូចថាមាន investment ច្រើនដែរទៅលើហ្នឹងពីព្រោះបងប្អូនទាំងអស់គ្នាដឹងអត់ទេនៅពេលដែលយើងធ្វើ plastic ថោកជាងយើងកែច្នៃ plastic ទេអាហ្នឹងនៅពេលដែលខ្ញុំដឹងអំពីចំណុចហ្នឹងបាទខ្ញុំមានអារម្មណ៍ថា like wow អញ្ចឹងហើយបានជាគេចង់ធ្វើអាថ្មីច្រើនជាងគេចង់ផលិតច្រើនជាងគេយកទៅកែច្នៃមាន process ច្រើនណាស់ខ្ញុំដឹងមិនអស់ហើយប៉ុន្តែខ្ញុំគ្រាន់ឧទាហរណ៍យ៉ាងសាមញ្ញណាចាឧបមាថាប្រអប់ស្អីដែលយើងដាក់បាយដាក់ម្ហូបដាក់ស្អីដែលអាចយកកែច្នៃនឹងវិញបានណាយើងគិតមើលសួរថាយើងប្រហែលអ្នកទៅដែលញ៉ាំម្ហូបញ៉ាំស្អីទាំងអស់ហ្នឹងហើយកលេងទឹកវាបន្តិចមុននឹងយើងបោះចោលក្នុងធុងសម្រាមដូចជាអត់ទេភាគច្រើនគឺទៅតែអញ្ចឹងផ្អូមដុសផ្សិតអីពេញហ្នឹងហើយដល់ពេលគ្នាអ្នកដែលយកនេះជុំទៅទីមួយគ្នាល្មមតែទៅដល់ដៃគ្នាហ្នឹងគឺផ្អូមបាត់ហើយដុសផ្សិតបាត់ហើយញរួមអ្នកដែលធ្វើការងារហ្នឹងគឺខ្ញុំសរសើរគាត់មែនតើដែលគាត់គេថានៅតែមានចិត្តធ្វើការក្នុងហ្នឹងបើទោះជានឹងអត់ធ្មត់ក៏ក្រិចឆៃនេះទៀតហើយមិនសូវបានថ្លៃទៀតហ្នឹងសំខាន់ចាហើយដល់ពេលហើយនៅពេលផ្លាស្ទិកយើងយកទៅដំបូងផុតត្រូវលាងហើយមុនធ្វើការកែច្នៃយកទៅកិនយកទៅអីត្រូវមានលាងស្អីហ្នឹងអញ្ចឹងអាហ្នឹងគឺ process ហ្នឹងថ្លៃអត់សូវមានមនុស្សច្រើនទេដែលចង់ធ្វើបញ្ហាទៅលើដំណោះស្រាយទៅលើបញ្ហាហ្នឹងហើយសំខាន់មួយទៀតនៅពេលដែលគាត់ដូចថាគាត់ច្នៃផលិតផលបាននឹងហើយទៅជាអា plastic flake ទូដែលគេនេះហ្នឹង
có thời tiêm tiêm mình lại tinh trong ca vô ảnh nắng tới phần lật tới chỉ xây sen này vì pro việc thà cái chai plastic nắng mấy mình tha mặc chọc nắng cầm hôn nâng môi thì có sắp cam nâng môi vô bầm môi là nâng mau hơi liền về xa hay cân về tới dịp một hệ tem sen này thôi chỉ là phao sầm rách mình mèn tê bờ sân dịp thưa tăng bị đâm luôn đó chọc nâng rong chặt nâng cứ lui tràn nè ní tràn nè giờ muốn về copy cả cật bỏ dương đại dương mẹ làm thắng được về cái chai plastic tới dịp là phao sầm rách vậy là opama miền bong mình nuốt quạt vô ảnh vô đọt tật sọt nâng tới cắt chết thôi chỉ âm bỏ sầm rán anh đang về ngay xuống lên mình chẳng tới bộ đại sa tạo miền ấy tới cả technology ấy chả hơn tiền chẳng cái nào chả nó còn thưa tới là phao sầm rán còn tay nó về dương là bọc sen tiết cân tới chỉ plastic flake tụi nấng vì miền tam bọc phê bỏ vì chẳng cái nào hay đầm lầy bỏ vì tới tam po này chẳng cái nào bọc po lê chúng nó kia chả hơn chẳng mấy po mà po than miền này tham bệnh chẳng có thời miền khai thác crom nè để tinh là bỏ tầng ở nấng nông ca miền rong chặt đã thứ cả cái này bàn đại chả đôi hàng chẳng đa khai recycle lấy chả nhưng cả chung quan chẳng ấy mà bong thấy mà chả chỉ bị cắm nó quạt phẩm mẫu thường tình vậy anh chẳng chứ quạt có cùng đất bọc cốt lỗ chỉ bị cắm bọc cốt lỗ nông ca để chui phẩm mẫu tính chứ đừng nó sai bánh hà cái này và tái về nơi để miền đi mũi tiết tẹt tôi cho mọi nông tha thôi rằng mày tới đầm bị bạc mà thịt nâng ao nhẹ để đôi trong hôn đại cái phần lật nữa ai tinh là bỏ vì bộ quạt nâng bàn ôi từ lồng từ liền chả chẳng thật tới miền rương chả và đấy sau đó nó còn những cái thác có chỉ cắt chả này nơi không ca đại thừa và ta bởi cận đồng pi plastic cái chai plastic nó sọt máy nơi baby step lại chỉ chơi đi lại chả chẳng biết thay chả nhưng mình cắt chả tiết trên vì bánh hà tầng ở năng ca để theo tha đặt tuấn từ lư ca bỏng ca từ lư technology để ai plastic vậy thật technology nó mà bên này tha ấy để ní á, tay còn trong vậy thật khẩm sập lại ốp mà thay nhâm lượng thì họ bị bởi để plastic ODC cái bàn thừa cho cái bằng háng cái thưa cá cân plastic mà sân cân plastic năng hái hay còn tới vô từ chặt bùm từ chặt bùm nó cái thưa đôi calora dần chẳng á hay ảnh nó mon mền tèn hay là bên mon chẳng là bảo nó cứ ạch thùng lục bàn thay chẳng á tại sao tại vì món hay mùi tiết vì bao trong luôn sầm rám plastic nó chất hơn mền tèn nông ca để thừa nữa là bên chẳng chừng cất đồng pi ta ở các nơi nông ca để vô sầm rám ở nướng vô mà thời cả cái này còn ai bị bỏ từ nông bạc than giống cứ ban chất hơn chả tại chẳng team ti ao miền nào investment từ lừa bánh hàng chẳng hay bắt đầu một tí tới lừa bây để miền platform sầm rám tháo dừng từ này từ chui control chẳng á chả chui control nơi nông ca để chui lực đầm lại là bỏ thằng ăn nè, vô bà sân chừng vậy cho mà ta được lấy được bươn để ấy cho cái bươn cây phật màu miền mây mình chẳng trời miền nón trâu bươn nón sọc miền ấy chẳng á bươn nón sọc lấy định xây phơi đấy khinh ló để chẳng đặtปูchứ, chả lấy viện chấn khinh nón trâu mà tràn hay là bây chẳng được bây ló nó về tháo hay là bây bịp cho môi nó bỏ plastic về thay á, đời sai để ta để chúng ta chẳng cái chai plastic thay nè, hay là bây là tập phong tranh tới vì lụa thay chiên sang là tha thay chiên là bỏ đại gì tiền, hay là bây chẳng thưa xua tha mồm cái trắng tinh đấy kẹo trắng tinh đấy này trắng tinh lực lênแต่ทำ miền กายทากุมนัดหรือสลายปฏิทานควอลปีเรื่องจานความโตเรื่องจานเติบจำนายลอยนงการtinh là bỏ năngแต่เป็นจังอันนั้นได้กายทาเป็นnơiแต่จีปัญหาประกวดไปใช้ยังสกจัดปลายหรือบอกทำไมมันจังไตรบตัวยังนั่งทานนี่มีนำไหลปฏิทานกันได้ production everything ต่างๆทั้งviệc thao tới bán cứ nơi pe đại dương miền khai thác supporting mechanism ต่างๆทั้งช่วยน้อง business ต่างๆนี่การประโมทเนาะมีเมนเพจมีส่วนเฉียงมน system ในโครงการได้ทางโดยเลี้ยงสมอาดด้วยก็vừa về nó cứ vì thùng bàn ọp sao chẳng muốn hay để sống kháng cứ mình nằm đợi cả chả nữa ở bên chân tới là nó demand tầm miền demand chả nó costing nó bị ạt chọc tới tam đằng đài miền này để thôi chả miền ấy chả chân tới chả là bỏ thằng nó có ạt chỉ cả chọc lại hay sống kháng cứ tiêm tiêu dương miền ca control chả chả I don't know lại rồi thả ba miền phản đinh miền ấy chả chút chui support business thằng nó chẳng nó hay ở khang NGO sector community donor còn chẳng đây cái miền agenda tại tuần tới chúng mọi đường climate change tại tuần tới mọi đường bả than đường ấy nó chui tại group trống á là bây giờ tới chẳng từ cọt bộ cọt tầng ác này nó cứ tha là ngày anh phải cũng đặt này và đặt để trong đặt saiបញ្ហាបរិស្ថានហ្នឹងឲ្យមាន support ឯណោះហើយ at the same time គឺ business ហ្នឹងគឺអាចจะทำ make money ដែលគាត់អាច sustain បានចាបើមិនអញ្ចឹងទេហ្នឹងគឺគ្រាន់តែបានមានតែជា good idea ក៏មិនតែវាអត់ចេញទៅជាអីទេសរុបទៅគឺយើងកំពុងតែដំណើររបស់យើងគឺឆ្ពោះទៅកាន់ផ្លូវវិជ្ជមានចាហើយមានការគ្រប់គ្រងពីសំណាក់ច្រើនស្ថាប័នប៉ុន្តែវានៅ baby step ពីបងនៅ baby step ចាប៉ុន្តែមិនមែនបានន័យថាវាយឺតពេកទេយើងកំពុងតែធ្វើដំណើរឆ្ពោះទៅនឹងចាមានពាក្យអីដែលបងចង់បង្ហាញប្រាប់គាត់ចង់បញ្យល់ប្រាប់គាត់ដើម្បីឲ្យយើងទាំងអស់គ្នាកាត់បន្ថយការប្រើប្រាស់ plastic ទាំងអស់គ្នាហើយយើងការពារសុខភាពយើងហើយការពារបរិស្ថានទៀតជូនទៅដល់បងប្អូនអ្នកមើលចាបើសិនជាបងប្អូនដូចថា
ជាម្ចាស់អាជីវកម្មដូចខ្ញុំថាអញ្ចឹងបងទាំងអស់គ្នាមានអំណាចពេញដៃហ្មងបើអាជីវកម្មបងរៀបចំយ៉ាងម៉េចគឺទៅតាមការរៀបចំរបស់បងហើយបើសិនជាការគិតរបស់បងហ្នឹងថែមតែបន្តិចទៅលើអារឿងធ្វើឲ្យ business បង green ហ្នឹងអាហ្នឹងគឺនឹងអាចកើតឡើងហើយចាវាមិនទៅទាំងអស់ក៏ប៉ុន្តែវានឹងអាចកើតឡើងទៅលើជ្រុងណាមួយសំខាន់ឲ្យតែបងមានចិត្តអញ្ចឹងណាហើយខ្ញុំជឿថាបងមាន full capacity ក្នុងការធ្វើចា quote again ដូចបងស្រីសុកលឹមគាត់និយាយអញ្ចឹងបើសិនខ្ញុំជាម្ចាស់អាជីវកម្មផ្សេងនិយាយហើយបុគ្គលិកខ្ញុំអត់មានអាច say no បានទេណាចាអញ្ចឹងអាហ្នឹងគឺអាចទៅបានហើយមួយទៀតតាក់ទងទៅជាមួយនឹង next generation ចាបើសិនជាបងជាឪពុកម្ដាយមានគ្រួសារឬក៏មានក្មេងតូចនៅក្នុងហ្នឹងខ្ញុំគិតថាការផ្ដល់ message ហ្នឹងទៅឲ្យ next generation គឺជារឿងសំខាន់ក្មេងទូចៗវាមើលតែមនុស្សធំទេអញ្ចឹងណាបើសិនជាយើងជាមនុស្សធំនៅក្នុងគ្រួសាររបស់យើងហ្នឹងយើងហ្នឹងហើយញ៉ាំទឹកសុទ្ធមានស៊ីយ៉ូផងមានស្បោងអីផងអញ្ចឹងពេលដែលក្មេងធំឡើងវាគិតថាហ្នឹងគឺជារឿងដែលអូខេទេអញ្ចឹងវានឹងទម្លាប់ហើយប៉ុន្តែបើសិនជាដូចទម្លាប់នៅក្នុងក្រុមគ្រួសារខ្ញុំអញ្ចឹងបងប្អូនខ្ញុំគេមានកូនតូចៗអញ្ចឹងយើងមានដបទឹកឲ្យពួកគាត់ទាំងអស់គ្នាទៅណាមកណាក៏ដោយធួនក៏ដោយអីក៏ដោយក៏ត្រូវយួរទៅទាំងអស់គ្នាដែរអញ្ចឹងណាដល់ពេលអញ្ចឹងទៅអាហ្នឹងគឺជាទម្លាប់ដល់ពេលអញ្ចឹងគាត់ចាប់ផ្ដើមចង់ថាមិនបាច់យើងទៅនិយាយប្រាប់គាត់ថាមូលហេតុអីបានសំខាន់ទេវាគឺជាទម្លាប់បងក៏អាចធ្វើគេហៅថាជាគំរូដែរនៅក្នុង community ទូចមួយរបស់បងហើយអ្វីដែលសំខាន់ទៀតហ្នឹងគឺខ្ញុំ5ផ្ញើណាចាជូនទៅបងប្អូនដែលជាគ្រូបង្រៀនចាដោយសារជាកន្លែងណាដែលធ្វើការមួយមនុស្សច្រើនធំហ្នឹងគឺសុទ្ធតែគេថាជាទីកន្លែងដែលអាច make different ទៅលើបញ្ហាទាំងអស់ហ្នឹងហើយអញ្ចឹងជាការរំលឹកធ្វើជាគំរូឲ្យកូនសិស្សឬក៏អីចឹងទៅហ្នឹងគឺជាចំណែកមួយក្នុងការដែលយើងអាចគេហៅថាដោយប្រយោលគឺបានអប់រំផ្សព្វផ្សាយពួកគាត់ហ្នឹងត្រៀមខ្លួនឲ្យគាត់ហ្នឹងគេថាគិតអំពីខ្វាយខ្វល់អំពីរឿងបរិស្ថានហ្នឹងទៅតែម្ដងចាហើយវាអត់មានអីក្រៅពីយើងទាំងអស់គ្នាព្យាយាមធ្វើបន្តិចម្នាក់ទេអញ្ចឹងណាចាស្របពេលដែលរដ្ឋាភិបាលមានច្បាប់មានអីអញ្ចឹងអ្នកដែលគេធ្វើការតែទៅមួយរឿងគេធ្វើការងាររបស់គេហើយយើងធ្វើខ្លួនឯងដែរទៅបន្តិចអញ្ចឹងទៅយើងអត់ចាំបាច់ត្រូវប្រចាំគ្នាអញ្ចឹងណាអូអ្នកនេះធ្វើអញ្ចឹងអត់ទេអញ្ចឹងណាចាកុំច្អល់ការគិតពីគិតទាំងថៅអ្នកនេះគួរធ្វើចេះធ្វើចេះអញ្ចឹងណាគិតតែរឿងខ្លួនឯងទៅបានហើយអ្នកផ្សេងទៀតគេដឹងតែគេធ្វើអីហើយអញ្ចឹងណាចាអញ្ចឹងកុំ complain ច្រើនពេកចាសំខាន់ធ្វើអញ្ចឹងណាចាហើយការគិតគឺជារឿងមួយល្អចាមានគំនិតលឺហើយមានអារម្មណ៍ថាអូខ្ញុំយកទៅគិតសិនល្អប៉ុន្តែបើបងបានធ្វើតែបន្តិចចេះជំហានមួយអាហ្នឹងគឺល្អអាចារ្យហ្មងចាខ្ញុំមានប៉ុណ្្នឹងឯងអរគុណបងសុធីវីអូថ្ងៃនេះគឺយើងបាននិយាយស៊ីជម្រៅពាក់ព័ន្ធនឹងបញ្ហាផ្លាស្ទិកហើយសប្បាយរីករាយដែលបានជួបបងហើយនិយាយមួយបងអរគុណបងចាអរគុណច្រើនដូចគ្នាចា